និយាយទូរស័ព្ទទៅកាន់មិត្តសុខាបាននិយាយទូរស័ព្ទទៅបបួលគន្ធាឲ្យមករៀនសូត្រជាមួយនាងនៅពេលវិស្សមកាលចូលអានការសន្ទនារវាងសុខានិងគន្ធាតាមទូរស័ព្ទគន្ធាជំរាបសួរខ្ញុំគន្ធានិយាយសុខាសួស្តីសុខាតើឯងស្គាល់សំឡេងខ្ញុំបានឬទេខ្ញុំគឺសុខាណាគន្ធាអូសួស្តីសុខាតើឯងសុខសប្បាយដែរឬទេសុខាចាខ្ញុំសុខសប្បាយទេចុះឯងវិញគន្ធាខ្ញុំក៏សុខសប្បាយដែរខ្ញុំនឹកឯងណាស់សុខាគន្ធាខ្ញុំចង់បបួលឯងមករៀនធ្វើលំហាត់នៅផ្ទះតើឯងយល់យ៉ាងម៉េចដែរគន្ធាអូល្អណាស់ខ្ញុំនឹងទៅរៀនជាមួយឯងបើដូច្នេះយើងគិតចាប់ផ្ដើមពីថ្ងៃស្អែកតែម្ដងទៅសុខាមែនហើយខ្ញុំលាសិនហើយណាស្អែកជួបគ្នាគន្ធាចាលាហើយ